ជំរាបសួរអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel for Nisit ថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតដែលនិយាយអំពី Digital Marketing យកមកចែករំលែកជូនអ្នកទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមអំពីនិយមន័យប្រភេទនិងគោលបំណងនៃ Digital Marketing តោះយើងទៅពិនិត្យមើលទាំងអស់គ្នាថាតើ Digital Marketing ជាអ្វីនៅក្នុងវីដេអូនេះផងដែរខ្ញុំនឹងបញ្យល់ព្រមទាំងលើកឧទាហរណ៍សាមញ្ញដែលងាយយល់ឆាប់ចាប់បានអំពី Digital Marketing ដែលសហគ្រាសឬក្រុមហ៊ុននានាក្នុងពិភពលោកបានកំពុងនឹងប្រើប្រាស់សូមអ្នកទាំងអស់គ្នាជួយចុច Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀតសូមអរគុណបើយោងតាមសៀវភៅ Digital Marketing របស់លោក Razade បោះពុម្ពលើកទី1ក្នុងឆ្នាំ2024នៅចំពុកទី1ទំព័រទី4បានប្រាប់យើងអំពីនិយមន័យ Digital Marketing តើ Digital Marketing ជាអ្វីដើម្បីស្វែងយល់ពីនិយមន័យ Digital Marketing យើងត្រូវយល់ពីនិយមន័យរបស់ទីផ្សារឬ Marketing ជាមុនសិនបើយោងតាម American Marketing Association AMA ទីផ្សារឬ Marketing ជាសកម្មភាពនិងដំណើរការរបស់អង្គភាពអាជីវកម្មមួយដើម្បីបង្កើតទំនាក់ទំនងនិងផ្ដល់តម្លៃជូនដល់អតិថិជនដៃគូនិងសង្គមទាំងមូលដូច្នេះ Digital Marketing ជាការប្រើប្រាស់បណ្ដាញ Digital ឬបណ្ដាញសង្គមដើម្បីផ្សព្វផ្សាយម៉ាកយីហោរបស់ក្រុមហ៊ុនមួយទៅដល់អតិថិជនឬអ្នកប្រើប្រាស់នេះជាការវិវត្តរបស់ Digital Marketing ដែលចាប់ផ្ដើមដំបូងនៅចុងឆ្នាំ1970គឺ Email Marketing បន្ទាប់មកនៅក្នុងឆ្នាំ1990 Website និង Search Engine Marketing បន្ទាប់មកទៀតនៅក្នុងឆ្នាំ2000ដល់2009គឺ Social Media ដូចជា MySpace, Facebook និង Blog រហូតមកដល់ឆ្នាំ2010ដល់ឆ្នាំ2019គឺ Mobile Marketing និងចុងក្រោយនេះគឺ Smart Environment Marketing នេះជាប្រភេទនៃ Digital Marketing ទី1គឺ Email Marketing ក្រុមហ៊ុនប្រើប្រាស់ Email ដើម្បីទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាពដូចជាការផ្សាយផលិតផលថ្មីប្រតិបត្តិព័ត៌មាននិងសារដើម្បីរក្សាទំនាក់ទំនងជាមួយនឹងអតិថិជនទី2គឺ Website Marketing ជាគេហទំព័រដែលប្រើជាបណ្ដាញសម្រាប់ធ្វើទីផ្សារតាមអ៊ីនធឺណិតដោយផ្ទាល់វាជាមូលដ្ឋានដែលអ្នកប្រើប្រាស់អាចវិយតម្លៃនិងស្វែងយល់ពីម៉ាកយីហោរបស់ក្រុមហ៊ុនទី3គឺ Search Engine Marketing អ្នកប្រើប្រាស់ជាច្រើនតែងតែប្រើប្រាស់ Search Engine ដូចជា Google, Yahoo និង Bing ដើម្បីស្វែងរកព័ត៌មានពីផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុនណាមួយទី4គឺ Social Media អ្នកប្រើប្រាស់មានសកម្មភាពជាច្រើននៅលើបណ្ដាញសង្គមដូចជា Facebook, Instagram, LinkedIn, Twitter, YouTube, Pinterest, Snapchat, TikTok និងបណ្ដាញសង្គមជាច្រើនផ្សេងទៀតបណ្ដាញសង្គមទាំងនេះបានក្លាយជាគន្លឹះក្នុងការធ្វើទីផ្សារផលិតផលនិងសេវាកម្មនិងការកសាងម៉ាកយីហោដូចជាការផ្សព្វផ្សាយពាណិជ្ជកម្មការផ្សព្វផ្សាយការចែករំលែកនិងការតភ្ជាប់ជាមួយនឹងអ្នកប្រើប្រាស់តាមរយៈប្រព័ន្ធផ្សព្វផ្សាយទី5គឺ Mobile Marketing បច្ចុប្បន្ននេះមានសកម្មភាពជាច្រើនដូចជាការឆែក Email ការចូលមើលគេហទំព័រនិងការប្រើប្រាស់បណ្ដាញសង្គមត្រូវបានធ្វើឡើងតាមរយៈឧបករណ៍ដូចជា Smartphone, Tablet និងនាឡិកាឆ្លាតវៃដូចនេះក្រុមហ៊ុនអាជីវកម្មត្រូវប្រើប្រាស់យុទ្ធសាស្ត្រសម្រាប់ធ្វើទីផ្សារតាមទូរស័ព្ទដោយប្រើប្រាស់កម្មវិធី App ដែលមាននៅក្នុង Google Play និង Apple App Store ការដាក់ឲ្យប្រើប្រាស់ App របស់ក្រុមហ៊ុនខ្លួននិងការផ្សាយពាណិជ្ជកម្មតាមទីតាំងរបស់អ្នកប្រើប្រាស់ទី6គឺ Smart Environment Marketing ជាការកំណត់របស់ឧបករណ៍ឆ្លាតវៃនិងបច្ចេកវិទ្យាដើម្បីបង្កើនតម្លៃដល់អតិថិជនដូចជា Amazon Alexa, Google Home ប្រព័ន្ធសុវត្ថិភាពឆ្លាតវៃឧបករណ៍ផ្ទះឆ្លាតវៃនិងឧបករណ៍ផ្សេងទៀតដូចជាម៉ាស៊ីនកម្ដៅឧបករណ៍បញ្ជាភ្លើងបំភ្លឺឬសោទ្វារស្វ័យប្រវត្តិជាដើមខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាបានយល់ពីនិយមន័យនិងប្រភេទផ្សេងៗនៃ Digital Marketing មកដល់ចំណុចនេះខ្ញុំសូមបញ្យល់ពីគោលបំណងនៃ Digital Marketing វិញម្ដងដែលមានដូចជាទី1គឺ Conversion វាជាការបំលែងដែលពាក់ព័ន្ធនឹងសកម្មភាពមួយដែលអ្នកប្រើប្រាស់ចូលរួមជាមួយទីផ្សារ Digital របស់ក្រុមហ៊ុនអាជីវកម្មដូចជាការលក់ការចុះឈ្មោះសមាជិកភាពថ្មីការបំពេញការស្ទង់មតិនិងសកម្មភាពផ្សេងៗទៀតទី2 Digital Marketing មានគោលបំណងក្នុងការបង្កើនការយល់ឃើញពីអតិថិជនតាមរយៈពេលនៃការចូលមើលគេហទំព័រការចូលរួមក្នុងបណ្ដាញសង្គមការទាញយក App មកប្រើប្រាស់និង Email ដែលក្រុមហ៊ុនអាចដឹងពីចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ឥរិយាបថទិញទំនិញនិងព័ត៌មានលម្អិតផ្សេងទៀតដែលអាចជួយកំណត់អតិថិជនគោលដៅទី3 Digital Marketing មានគោលបំណងក្នុងការរក្សាអតិថិជននិងភាពស្មោះត្រង់របស់អ្នកប្រើប្រាស់ដើម្បីរៀបចំយុទ្ធសាស្ត្រទីផ្សារក្នុងការប្រកួតប្រជែង
ទី4បង្កើនជំនាញដោយអង្គភាពអាជីវកម្មបង្កើននូវរូបភាពជំនាញក្នុងការផលិតផលឬម៉ាកយីហោរបស់ខ្លួនដោយសកម្មភាព Digital Marketing ឬទីផ្សារ Digital ទី5គោលបំណងរបស់ Digital Marketing គឺផ្ដល់ការលក់អន្តរកម្មនិងបម្រើសេវាកម្មជូនអតិថិជនដ៏ល្អឥតខ្ចោះទី6កសាងម៉ាកយីហោកេរ្តិ៍ឈ្មោះនិងទំនុកចិត្តពីអតិថិជននិងដៃគូសហប្រតិបត្តិការទី7ផ្ដល់ព័ត៌មានដល់អតិថិជនឬអ្នកប្រើប្រាស់ស្វែងរកព័ត៌មានបន្ថែមអំពីក្រុមហ៊ុនម៉ាកផលិតផលឬសេវាកម្មដើម្បីធ្វើការសម្រេចចិត្តក្នុងការទិញខាងក្រោមនេះជាឧទាហរណ៍ក្រុមហ៊ុនចំនួន3នៅលើពិភពលោកកំពុងប្រើប្រាស់ទីផ្សារ Digital ឬ Digital Marketing ដើម្បីកសាងភាពរឹងមាំនៃម៉ាកយីហោបង្កើនការលក់ក្នុងសកលលោកនិងបង្កើនការទាញយក App របស់ក្រុមហ៊ុនអាជីវកម្មរបស់ខ្លួនយកមកប្រើប្រាស់ទី1ក្រុមហ៊ុន Nike បានប្រើប្រាស់បណ្ដាញសង្គមដូចជា Instagram, YouTube ឬ TikTok ដើម្បីដំណើររឿងដូចជាកីឡានិងការលើកទឹកចិត្តហើយសហការជាមួយនឹងបុគ្គលដែលមានឥទ្ធិពល influencer ដូចជា Cristiano Ronaldo ជាដើមម្យ៉ាងវិញទៀត Nike ក៏បានប្រើប្រាស់យុទ្ធនាការ Just Do It ផលិតវីដេអូ Reel និង Hashtag ក្រុមហ៊ុននេះក៏មាន Mobile App Nike Training Club ផងដែរទី2ក្រុមហ៊ុន Apple បានប្រើប្រាស់គេហទំព័រដើម្បីបង្ហាញនូវផលិតផលថ្មីរបស់ខ្លួនដូចជាការបង្ហាញនូវរូបភាពផលិតផលលក្ខណៈរបស់ផលិតផលកាមេរ៉ាទំហំថ្មនិងបេតុងសម្រាប់ចុចបញ្ជាទិញដើម្បីឲ្យអតិថិជនងាយយល់ពីផលិតផលនិងពង្រឹងម៉ាកយីហោរបស់ខ្លួនម្យ៉ាងវិញទៀតក្រុមហ៊ុន Apple ក៏បានបង្កើតព្រឹត្តិការណ៍ផ្សេងៗដូចជា Live Stream បណ្ដាញសង្គមនិង Apple TV App ដើម្បីបង្កើតការរំភើបទូទាំងពិភពលោកនិងបង្កើតការរំពឹងទុកមុនពេលការលក់ចាប់ផ្ដើមទី3ក្រុមហ៊ុន McDonald បានប្រើប្រាស់កម្មវិធីទូរស័ព្ទ Mobile App ដែលមានគូប៉ុង Digital ការបញ្ចុះតម្លៃការផ្ដល់ជូនពិសេសការកម្មង់និងទូទាត់តាមកម្មវិធីទូរស័ព្ទដូចជាទិញមួយថែមមួយការបញ្ចុះតម្លៃ 20% និងការផ្ដល់ជូនដំឡូងបំពងឥតគិតថ្លៃនៅពេលដែលអតិថិជនទាញយក McDonald App មកប្រើប្រាស់ជាលើកដំបូងក្រៅពីនេះក្រុមហ៊ុន McDonald បានប្រើប្រាស់បណ្ដាញសង្គមដូចជា Facebook, Instagram, TikTok និង Twitter ដើម្បីបង្ហោះរូបភាពអាហារការ promotion ឬជាវីដេអូ burger ក្នុងពេលថ្ងៃត្រង់ជាដើមសរុបជារួមមក Digital Marketing ឬទីផ្សារ Digital ជាការប្រើប្រាស់បណ្ដាញ Digital ឬបណ្ដាញសង្គមដើម្បីផ្សព្វផ្សាយម៉ាកយីហោរបស់ក្រុមហ៊ុនមួយទៅដល់អតិថិជនឬអ្នកប្រើប្រាស់ខ្ញុំសង្ឃឹមថាវីដេអូមួយនេះជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាដើម្បីយល់ដឹងបន្ថែមអំពី Digital Marketing ដែលសហគ្រាសឬក្រុមហ៊ុននានាបានកំពុងនឹងប្រើប្រាស់ក្នុងពិភពលោកសូមអរគុណអ្នកទាំងអស់គ្នាជួបគ្នាសម្រាប់វីដេអូក្រោយៗទៀត